តើលោកអ្នកបងប្អូនដែលធ្លាប់គិតទេថាបើសិនជាយើងក្នុងនាមជាគ្រិស្តបរិស័ទលោកអ្នកបងប្អូនគិតថាខ្ញុំនឹងធ្វើតាមច្បាប់គ្រប់ទាំងអស់នោះខ្ញុំនឹងក្លាយជាគ្រិស្តបរិស័ទដែលល្អជាងគេលោកអ្នកបងប្អូនកំពុងតែគិតនោះមិនទាន់ត្រឹមត្រូវឡើយទេប្រហែលជាលោកអ្នកបងប្អូនយល់ច្រឡំប៉ុន្តែមានការមួយដែលលោកអ្នកបងប្អូនបានរំលងដ៏សំខាន់សូមតាមដានឲ្យដឹងថានោះជាអ្វីសូមជម្រាបសួរដល់លោកអ្នកបងប្អូនលោកគ្រូអ្នកគ្រូនៅក្នុងព្រះគុណនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទធឿនជានជាគ្រូគង្វាលបម្រើព្រះអង្គនៅក្នុងប្រទេសកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីនឹងជួយគ្រិស្តបរិស័ទខ្មែរស្វែងយល់អំពីព្រះគម្ពីរនិងអ្វីដែលគ្រិស្តបរិស័ទធ្វើនៅថ្ងៃនេះយើងមើលទៅលើការដែលប្រកាន់យកនៅការដែលធ្វើតាមច្បាប់គ្រប់បែបយ៉ាងដើម្បីឲ្យក្លាយជាគ្រិស្តបរិស័ទដែលល្អជាងគេប្រហែលជាការនេះមិនមានតម្លៃគ្រប់គ្រាន់នោះទេយើងនឹងមានអ្វីផ្សេងទៀតដើម្បីនឹងជាទីចាប់អារម្មណ៍ជាងសេចក្តីល្បួងដែលនាំឲ្យមនុស្សគោរពប្រតិបត្តិតាមច្បាប់ដែលមនុស្សធ្វើនោះមិនមែនជាសេចក្តីល្បួងដែលទើបតែកើតនេះឡើងនេះនោះទេប៉ុន្តែរឿងនេះបានកើតយូរមកហើយមនុស្សគិតថាជាការល្អដែលពួកគេធ្វើតាមច្បាប់ទម្លាប់ឲ្យច្រើនទៅដើម្បីឲ្យคล้ายជាគ្រិស្តបរិស័ទដែលល្អឥតខ្ចោះប៉ុន្តែយើងឃើញថាអ្វីដែលលោកសាវកប៉ុលបាននិយាយនោះមិនមែនកាន់ទៅលើអ្វីដែលច្បាប់របស់មនុស្សធ្វើនោះទេប៉ុន្តែជាការមួយដែលរួមចូលទៅក្នុងព្រះអង្គជាជាងលោកបាននិយាយនៅក្នុងព្រះគម្ពីរកូឡូសចំពុក2ខ20រហូតដល់ខ23យ៉ាងដូចនេះដូច្នេះបើសិនជាអ្នករាល់គ្នាបានស្លាប់ទៅជាមួយនឹងព្រះគ្រីស្ទខាងឯបឋមសិក្សារបស់លោកីមែននោះតើហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូចជារស់នៅជាប់នៅក្នុងលោកីនៅឡើយដោយចុះចូលនឹងសេចក្តីបញ្ញត្តិទាំងប៉ុន្មានវិញដូចជាថាកុំកាន់កុំភ្លក់កុំប៉ះពាល់ឲ្យសោះគឺតាមសេចក្តីហាម5និងសេចក្តីបង្រៀនរបស់មនុស្សដែលសេចក្តីទាំងនេះតែងតែវិនិច្ឆ័យបាត់ទៅដោយសេចក្តីប្រើប្រាស់ជាសេចក្តីដែលមើលទៅដូចជាមានទំនងមែនដោយសារការថ្វាយបង្គំស្ម័គ្រពីចិត្តហើយមានសេចក្តីសុភាពឥតប្រណីដល់រូបសាច់ក៏គ្មានប្រយោជន៍និងទប់ទល់ដល់សេចក្តីប្រាថ្នារបស់សាច់ឈាមឡើយអរលោកអ្នកបងប្អូនពេលដែលយើងមើលអំពីទម្រង់ដែលលោកសាវកប៉ុលបានលើកឡើងនេះគឺសំដៅទៅលើការដែលប្រាប់ទៅដល់ក្រុមជំនុំថាតើពួកគេនៅតែចោះចូលនឹងច្បាប់នោះដល់កាលណាទៀតពីព្រោះអ្វីដែលច្បាប់មនុស្សដាក់ឲ្យដើម្បីឲ្យបង្ខំរូបកាយរបស់គេបង្ខំហើយដាក់ឲ្យគេដាក់កម្រិតនេះដាក់កម្រិតនោះដើម្បីឲ្យគេបានល្អឡើងប៉ុន្តែពេលការដែលពួកគេធ្វើដូច្នោះនោះភាគច្រើនគឺជាការបង្ហាញទៅដល់ភ្នែករបស់ខាងក្រៅរបស់មនុស្សតែប៉ុណ្ណោះឲ្យគេមើលឃើញមកថាល្អប៉ុន្តែនៅខាងក្នុងចិត្តរបស់គេមិនបានព្រមតាមអ្វីដែលពួកគេធ្វើនោះទេដូច្នេះទំនាក់ទំនងដែលល្អបំផុតល្អជាងគេល្អជាងដែលធ្វើតាមច្បាប់នោះគឺជាការដែលចូលទៅឲ្យគៀកជាមួយនឹងព្រះដែលស្គាល់ព្រះអង្គហើយល្អដើម្បីនឹងធ្វើតាមព្រះហឫទ័យព្រះអង្គនោះជាអ្វីដែលល្អជាជាងអរលោកអ្នកបងប្អូនពេលដែលយើងទាំងអស់គ្នាមើលទៅលើច្បាប់ពេលខ្លះច្បាប់ច្រើនដែលពេលខ្លះនោះឯងយើងមិនទាំងនឹកចាំអំពីច្បាប់នោះផងផ្លេចទៅទៀតហើយចំពោះអ្វីដែលត្រូវធ្វើនោះគឺត្រូវតែសេដាក់ហើយចងចាំហើយដូចជាការដាក់ពិន័យខ្លួនឯងពេលខ្លះយើងហូបមកហូបដោយមានការប្រុងប្រយ័ត្នខ្លាំងពេកមិនមានការដែលសេរីភាពក្នុងការដែលជ្រើសរើសសោះហាក់ដូចជាមើលទៅយើងឃើញថាការដែលគោរពតាមច្បាប់នោះជាការល្អមើលប៉ុន្តែខាងក្រៅតែល្អមើលតែខាងក្រៅទេប៉ុន្តែខាងក្នុងមិនមានអ្វីដែលជាការដែលប្រតិបត្តិតាមនោះទេគឺជាការដែលបង្ខំដោយខ្លួនឯងនោះទៅវិញដូច្នេះហើយបានជាយើងឃើញអំពីអ្វីដែលច្បាប់ងាកច្បាប់មើលទៅដូចជាទម្រង់មួយដែលពួកផារីស៊ីបានដាក់ឲ្យពួកអ៊ីស្រាអែលអញ្ចឹងឯងហើយគេអាងច្បាប់នេះអាងច្បាប់នោះប៉ុន្តែយើងឃើញអ្វីដែលព្រះយេស៊ូវបានមានបន្ទូលបន្ទោសទៅពួកផារីស៊ីយ៉ាងដូចម្តេចព្រះអង្គបានមានបន្ទូលទៅពួកគេថាពួកគេដូចជាភ្នោខ្មោចដែលលាបកំបោរសភ្នោខ្មោចដែលលាបកំបោរសគឺមានការដែលល្អខាងក្រៅប៉ុន្តែ
ខាងក្នុងសម្បូរទៅដោយឆ្អឹងខ្មោចដូច្នេះហើយបានជាព្រះយេស៊ូវបានមានបន្ទូលប្រៀបធៀបពីរឿងនេះចំពោះអ្នកដែលច្បាប់និយមនោះពីព្រោះចិត្តរបស់គេបានធ្វើការនោះដើម្បីនឹងឲ្យល្អមើលតែខាងក្រៅប៉ុន្តែខាងក្នុងរបស់គេមិនបានដូរនោះទេអរលោកអ្នកបងប្អូននៅក្នុងនាមជាគ្រិស្តបរិស័ទគឺមិនមែនដើម្បីច្បាប់នោះទេគ្រិស្តបរិស័ទបើសិនជាយើងធ្វើដើម្បីតែច្បាប់នោះគ្រាន់តែដាក់លំអឲ្យយើងមានរូបភាពដែលគួរឲ្យល្អមើលពីខាងក្រៅតែប៉ុណ្ណោះឯងមិនបានធ្វើឲ្យយើងបានបរិសុទ្ធនោះទេច្បាប់នោះមិនបានធ្វើឲ្យយើងបរិសុទ្ធនោះទេប៉ុន្តែផ្ទុយទៅវិញគឺជាការដែលយើងចូលទៅគៀកដល់ព្រះវត្តមានរបស់ផងព្រះអង្គនោះទេដែលនៅពេលដែលយើងគៀកនឹងព្រះអង្គនោះហើយនោះឯងជាពេលដែលព្រះអង្គបានបដូរយើងពីខាងក្នុងបដូរសន្តានពីខាងក្នុងរបស់យើងច្បាប់គ្រាន់តែបដូរយើងពីខាងក្រៅប៉ុន្តែព្រះបដូរពីខាងក្នុងដូច្នេះហើយការដែលយើងអនុញ្ញាតឲ្យព្រះទ្រង់បដូរយើងពីខាងក្នុងនោះឯងជាពេលដែលយើងធ្វើត្រូវតាមប្រហាតីព្រះអង្គចង់បានបែបនោះមិនមែនចង់ឲ្យយើងងាកទៅខាងនេះក៏ច្បាប់ជំហៀងក៏ច្បាប់ខាងលើក៏ច្បាប់នោះទេគឺយើងមានសេរីភាពនោះគឺចូលទៅឲ្យព្រះបដូរពីខាងក្នុងហើយយើងល្អទាំងក្នុងទាំងក្រៅនេះជាអ្វីដែលទំនងហើយព្រះអង្គទ្រង់សពប្រហាតីជាងអរលោកបងប្អូនខ្ញុំសង្ឃឹមថាលោកអ្នកបងប្អូននឹងបានយល់បន្ថែមទៀតទាក់ទងនឹងការដែលប្រតិបត្តិច្បាប់ឬមួយក៏ប្រតិបត្តិដល់ព្រះដូច្នេះការដែលយើងទាំងអស់គ្នាចូលទៅចំពោះព្រះហើយសាងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះអង្គឲ្យមានភាពស្និទ្ធស្នាលនោះជាការដែលព្រះអង្គទ្រង់សពប្រហាតីហើយព្រះអង្គបដូរលោកអ្នកបងប្អូននឹងខ្ញុំនៅពេលដែលលោកអ្នកបងប្អូននឹងខ្ញុំចូលទៅប្រវត្តិមានរបស់ផងព្រះអង្គមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងព្រះអង្គលោកអ្នកបងប្អូនបើមានសំណួរសំសួរមកយើងនៅលើខ្ទង់ខមមិនខាងក្រោមដើម្បីយើងបានធ្វើវីដេអូឆ្លើយតបនៅថ្ងៃអនាគតសូមព្រះនៃសេចក្តីសុខសាន្តបានគង់ជាមួយលោកអ្នកបងប្អូននិងប្រទានពរគ្រប់ទាំងសេចក្តីត្រូវការផងដែរសូមអរគុណនិងសូមជម្រាបលា